យុវជនស្ម័គ្រចិត្ត62នាក់នៅវិទ្យាល័យអង្គរក្រុងសៀមរាបត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជាយុវជនស្ម័គ្រចិត្តចំនួន62នាក់ជាសិស្សនៃវិទ្យាល័យអង្គរក្រុងសៀមរាបត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជាដែលពិធីបំពាក់នេះធ្វើឡើងនៅថ្ងៃទី7ខែមេសាឆ្នាំ2025នេះក្រោមវត្តមានឯកឧត្តមគុជលីណាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបដែលមានការចូលរួមពីថ្នាក់ដឹកនាំសាលាក្រុមការងារសាខាកាកបាទក្រហមខេត្តនិងសិស្សានុសិស្សជាច្រើនរូបឯកឧត្តមគុជលីណាមានប្រសាសន៍ថាការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាដោយយុវសិស្សទាំង62នាក់នាពេលនេះគឺបានបង្ហាញពីការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងការកសាងធនធានមនុស្សបន្តវេនរបស់សមាគមជាតិកាកបាទក្រហមកម្ពុជាដែលជាស្ថាប័នមនុស្សធម៌ធំជាងគេនៅកម្ពុជានិងជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ឯកឧត្តមគុជលីណាមានប្រសាសន៍ទៀតថាកាកបាទក្រហមកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពចំនួន4គឺទី1វិស័យអាទិភាពការគ្រប់គ្រងគ្រោះមហន្តរាយវិបត្តិភ័យនិងការប្រែប្រួលអាកាសធាតុទី2សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ទី3ការលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌និងទី4ការអភិវឌ្ឍស្ថាប័នចំពោះយុវជនកាកបាទក្រហមកម្ពុជាគឺជាអ្នកស្ម័គ្រចិត្តវ័យក្មេងដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់និងសកម្មបំផុតក្នុងការផ្តល់នូវសេវាកម្មមនុស្សធម៌ប្រកបដោយការបដិញ្ញាចិត្តខ្ពស់និងការលះបង់ឥតងាករេស្របតាមប្រធានបទកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នានិងយុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថក្នុងសង្គមឯកឧត្តមក៏បានណែនាំនិងផ្ដាំផ្ញើដល់ប្អូនយុវជនកាកបាទក្រហមដែលបានបំពាក់កន្សែងនាពេលនេះត្រូវប្រកាន់ភ្ជាប់នៅស្មារតីសាមគ្គីភាពរវាងគ្នានឹងគ្នារវាងយុវជនកាកបាទក្រហមកម្ពុជានិងយុវជនដទៃទៀតក្នុងការបំពេញបេសកកម្មមនុស្សធម៌ជៀសវាងឲ្យបានដាច់ខាតទង្វើទាំងឡាយណាដែលនាំទៅដល់ការបែកបាក់ប្រេះសាំសាមគ្គីភាពខិតខំរៀនសូត្រដើម្បីក្លាយជាកូនល្អសិស្សល្អយុវជនល្អមិត្តល្អពលរដ្ឋល្អមិនធ្វើអំពើអសិលធម៌ផ្សេងៗដែលនាំឲ្យអ្នកមានគុណពិបាកចិត្តនិងមានទុក្ខទន្ទឹមនេះត្រូវអនុវត្តក្រមសីលធម៌មិត្តអប់រំមិត្តមិនបណ្ដោយខ្លួនឲ្យធ្លាក់ចុះក្នុងអំពើមិនល្អគ្រឿងញៀនក្មេងទំនើងនិងធ្វើជាគំរូក្នុងការអូសទាញមិត្តភ័ក្តិដែលដើរផ្លូវខុសឲ្យងាកមករកផ្លូវត្រូវវិញ